ជំរាបសួរពុកម៉ែបងប្អូនអ្នកតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ជាពិសេសនោះគឺនៅក្នុង Channel ខ្ញុំបាទដែលមានឈ្មោះថា Inside Cambodia ជាទីគោរពរាប់អានថ្ងៃនេះគឺខ្ញុំមានមាតិកាមួយដែលចង់និយាយអំពីប្រភពនៃថ្មដែលបុព្វបុរសខ្មែរយើងបានកាត់យកមកកសាងប្រាសាទផ្សេងៗទាំងនៅក្នុងប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃហើយទាំងនៅក្នុងប្រទេសថៃដែលកាលពីដើមឡើយគឺជាអតីតនៃទឹកដីដែលបុព្វបុរសខ្មែរយើងបានពង្រីកឬក៏គ្រប់គ្រងទៅដល់ទីនោះចឹងហើយជាទូទៅគឺសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺតែងតែស្គាល់ហើយស្គាល់ថាកម្ពុជាយើងគឺមានភាពល្បីល្បាញខ្លាំងគឺដោយសារតែមានប្រាសាទអង្គរវត្តដ៏ធំមហិមាដែលជាវិមានឬក៏ជាមជ្ឈមណ្ឌលសាសនាដ៏ស្ទឹមស្កៃល្បីល្បាញទូទាំងពិភពលោកធ្វើឲ្យប្រជាជនទាំងជាតិនិងអន្តរជាតិនឹងទទួលស្គាល់ថាបុព្វបុរសរបស់ខ្មែរយើងគឺពិតជាអស្ចារ្យមានបញ្ញាស្មារតីខ្ពស់ទើបអាចកសាងប្រាសាទដ៏មហិមានេះបានរហូតដល់មានទស្សនៈមួយចំនួននៅពេលដែលបានទស្សនាប្រាង្គប្រាសាទអង្គរវត្តហើយឃើញថារចនាសម្ព័ន្ធប្លង់ថ្មហើយនឹងស្ថាបត្យកម្មនៃប្រាង្គប្រាសាទនោះគឺវាមានភាពអស្ចារ្យស្ទើរតែលើសពីអ្វីដែលមនុស្សយើងសម័យនោះអាចកសាងបានឧទាហរណ៍ជាក់ស្ដែងដូចជាសម័យយើងបច្ចុប្បន្ននេះដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យមានគ្រឿងចក្រឧបករណ៍ដ៏ទំនើបនៅតែគ្មានលទ្ធភាពឬក៏សមត្ថភាពក្នុងការកសាងប្រាង្គប្រាសាទទាំងនោះឲ្យវាល្អឥតខ្ចោះឬក៏មហិមាដូចនឹងបុព្វបុរសរបស់ខ្មែរយើងកាលពីប្រមាណ1000ឆ្នាំមុនដូចជាប្រាសាទអង្គរវត្តនោះជាដើមប៉ុន្តែបងប្អូនយើងតែងតែស្គាល់ណាហើយអ្នកខ្លះគឺស្គាល់មិនច្បាស់ទៅទៀតថាប្រាសាទនេះកសាងឡើងដើម្បីអ្វីស្ដេចអង្គណាជាអ្នកកសាងហើយកសាងនៅក្នុងឆ្នាំណាគឺលោកមិនដឹងទេដោយសារតែដូចយើងដឹងស្រាប់ហើយមនុស្សយើងនៅក្នុងពិភពលោកនេះគឺមានចំណង់ចំណូលចិត្តចំណេះនិងជំនាញខុសៗគ្នាអ្នកខ្លះគាត់រៀនសូត្រទៅផ្នែកនេះអ្នកខ្លះរៀនសូត្រទៅផ្នែកនោះហើយគាត់ក៏បានផ្លេចនៅអ្វីដែលជាផ្នែកសំខាន់នៃអត្តសញ្ញាណជាតិរបស់ខ្មែរយើងនោះគឺគេមរតកដូនតាវប្បធម៌ប្រពៃណីហើយនឹងសាសនាដែលសាសនានេះគឺវាសំខាន់ខ្លាំងដោយសារតែវាជាគ្រឹះឬក៏ជាកម្លាំងបណ្ដាលចិត្តដែលធ្វើឲ្យបុព្វបុរសខ្មែរយើងតាំងពីជំនាន់មុននិយាយរួមគឺតាំងពីសម័យហ្វូណនដែលមានអាយុកាលប្រមាណជាជិត2000ឆ្នាំសម័យចេនឡាដែលមានអាយុកាលប្រមាណជា1500ឆ្នាំសម័យអង្គរដែលមានអាយុកាលប្រមាណជា1200ឆ្នាំហើយនឹងសម័យកណ្ដាលគឺសម័យកណ្ដាលគឺរាប់ចាប់ពីសម័យរបស់ព្រះបាទពញ្ញាយ៉ាតដើមសតវត្សទី15រហូតទៅដល់មុនសម័យដែលបារាំងចូលមកធ្វើជាអាណានិគមឬក៏អាណាព្យាបាលនៅលើប្រទេសកម្ពុជាយើងចឹងហើយសម័យកណ្ដាលនេះគឺប្រទេសយើងវាមានភាពវឹកវរនៅខាងក្នុងហើយក៏មានការជ្រៀតជ្រែកពីបណ្ដាប្រទេសជិតខាងធ្វើឲ្យមានភាពចលាចលនៅផ្ទៃក្នុងរបស់យើងរហូតធ្វើឲ្យយើងនឹងមិនមានពេលគ្រប់គ្រាន់ក្នុងការកសាងប្រទេសជាតិឲ្យបានរឹងមាំមានការកសាងប្រាង្គប្រាសាទឬក៏ពង្រឹងនៃរចនាសម្ព័ន្ធគ្រប់គ្រងហ្នឹងឲ្យបានរឹងមាំដូចនឹងសម័យអង្គរហើយនឹងមុនសម័យអង្គរនោះឡើយទើបធ្វើឲ្យទឹកដីរបស់ខ្មែរយើងគឺកាន់តែខើយទៅបាត់បង់ម្ដងបន្តិចរហូតដល់សល់ត្រឹមតែ181,035 គីឡូម៉ែត្រការ៉េរហូតដល់សប្តាហ៍ថ្ងៃនេះអញ្ចឹងខ្ញុំឆ្លេះរឿងនេះត្រឹមនេះសិនខ្ញុំចង់និយាយបកទៅកាន់សម័យកាលដែលខ្មែរយើងនឹងមានភាពរីកចម្រើនរុងរឿងរហូតដល់មានការកសាងប្រាង្គប្រាសាទជាច្រើនស្ទើរតែទូទាំងប្រទេសកម្ពុជាជាពិសេសនោះគឺ
នៅលើទឹកដីខេត្តសៀមរាបយើងគឺមានប្រាង្គប្រាសាទស្ទើរតែរាប់មិនអស់និយាយទៅគឺនៅពេលដែលយើងរាប់ឃើញចំនួនប៉ុណ្ណេះគឺយើងនៅតែឃើញមានការរកឃើញថ្មីមួយទៀតដូចជាទួលបុរាណអ្វីដែលពាក់ព័ន្ធនឹងបុរាណស្ថានផ្សេងៗអញ្ចឹងហើយខ្ញុំសូមត្រួសថាគឺវាមានចំនួនច្រើនណាស់នៅលើទឹកដីខេត្តសៀមរាបទឹកដីខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កំពតអីហ្នឹងគឺសុទ្ធតែមានប្រាង្គប្រាសាទខ្មែរយើងសេសសល់នៅរហូតដល់សប្តាហ៍ថ្ងៃប៉ុន្តែអ្វីដែលជាចំណតចោតសួរនោះគឺខ្មែរយើងមួយចំនួនធំលោកបានស្គាល់ហើយថាយើងមានប្រាសាទច្រើនពិតមែនហើយប្រាសាទទាំងនោះអ្នកខ្លះគឺអាចយល់បានជាគោលថាគឺជាសំណង់សាសនាសម្រាប់ធ្វើពិធីកម្មបែបសាសនាដែលមានទាំងសាសនាហិណ្ឌូឬក៏សាសនាព្រាហ្មណ៍ហើយនិងព្រះពុទ្ធសាសនារបស់យើងប៉ុន្តែលោកខ្លះក៏មានការយល់ច្រឡំថាប្រាសាទទាំងនោះអាចជាទីឡើងសោយរាជ្យរបស់ព្រះមហាក្សត្រឬក៏ជាទីស្នាក់នៅរបស់ខ្សែរាជវង្សអីផ្សេងៗដូចយើងឃើញមានរឿងកុនមួយចំនួនគឺខ្ញុំឃើញច្បាស់ហើយរឿងកុនតាំងពីសម័យសង្គមរាស្ត្រនិយមក៏មានសម័យទសវត្សរ៍ឆ្នាំ80 90ហ្នឹងក៏មានដែរហើយនឹងចម្រៀងខារ៉ាអូខេមួយចំនួនគឺលោកទៅថតនៅក្នុងប្រាង្គប្រាសាទបុរាណខ្មែរយើងប៉ុន្តែនៃការថតនោះគឺគាត់យកប្រាង្គប្រាសាទនោះគឺជាវាំងរបស់ព្រះមហាក្សត្រសោយរាជ្យនៅទីនោះហើយនៅពេលដែលមានមន្ត្រីមានមេទ័ពអីទៅជួបថ្វាយបង្គំព្រះអង្គហ្នឹងគឺថ្វាយបង្គំនៅក្នុងប្រាសាទដែលនេះគឺខ្ញុំយល់ថាគឺជាការយល់ខុសមួយរបស់អ្នកនិពន្ធអ្នកដឹកនាំរឿងហើយនឹងអ្នកថតរឿងនោះដោយសារគាត់មិនបានយល់អំពីឫសគល់ជាក់ស្ដែងថាគោលបំណងនៃការកសាងប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរយើងគឺមិនមែនដើម្បីធ្វើសាវនាការរវាងព្រះមហាក្សត្រជាមួយនឹងមន្ត្រីមេទ័ពឬក៏ហោរាអីហ្នឹងទេណាអានឹងគឺជាការយល់ខុសប្រាង្គប្រាសាទរបស់ខ្មែរយើងលោកបានកសាងឡើងដើម្បីធ្វើពិធីកម្មបែបសាសនាដោយមានការឧទ្ទិសដល់អាទិទេពដែលព្រះមហាក្សត្រនីមួយៗឬក៏ឋានៈដឹកនាំនីមួយៗនៅចំនួននោះគោរពបូជាឧទាហរណ៍ជាក់ស្ដែងដូចជាប្រាសាទអង្គរវត្តយើងទៅចោះគឺជាសំណង់ប្រាង្គប្រាសាទឧទ្ទិសដល់អាទិទេពនៃសាសនាហិណ្ឌូដែលមានឈ្មោះថាព្រះនរាយណ៍ហើយព្រះនរាយណ៍នេះគឺមានឈ្មោះច្រើនទៀតដោយអ្នកខ្លះក៏ហៅថាព្រះវិស្ណុហើយអ្នកខ្លះទៀតក៏ហៅថាព្រះហរិអញ្ចឹងទៅអញ្ចឹងយើងនិយាយជារួមគឺប្រាសាទអង្គរវត្តកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុហើយអ្នកដែលបានកសាងនោះគឺព្រះបាទសូរ្យវរ្ម័នទី2ដែលព្រះអង្គឡើងសោយរាជ្យនៅចន្លោះគ្រិស្តសករាជ1113រហូតដល់1150ហើយប្រាសាទអង្គរវត្តនេះទៀតសោតជាទីបញ្ចុះអដ្ឋិធាតុរបស់ព្រះមហាក្សត្រក្រោយពេលដែលព្រះអង្គនឹងសោយទីបង្គំត្រង់ន័យនេះគឺមានន័យថាព្រះមហាក្សត្រគឺព្រះអង្គមានជំនឿទៅលើអាទិទេពហើយនៅពេលដែលព្រះអង្គបានសោយទីបង្គំទៅគឺព្រះអង្គជឿជាក់មានជំនឿថារាងកាយរបស់ព្រះអង្គឬក៏ព្រលឹងវិញ្ញាណរបស់ព្រះអង្គក្រោយចូលទីបង្គំទៅនឹងបានคล้ายទៅជាអវតាររបស់អាទិទេពដែលព្រះអង្គគោរពបូជានោះគឺព្រះវិស្ណុនោះឯងរឿងរ៉ាវនោះគឺខ្ញុំបាននិយាយនៅក្នុងវីដេអូឃ្លីបផ្សេងទៀតហើយអញ្ចឹងខ្ញុំមិនលម្អិតទេគឺខ្ញុំចាស់ដើម្បីធ្វើម៉េចយើងទៅដល់មេតិកាដែលខ្ញុំចង់និយាយនេះគឺតកតងនឹងប្រភពដែលបុព្វបុរសយើងទៅកាត់ថ្មយកមកកសាងប្រាសាទហើយប្រភពនោះមិនមែនមានតែមួយទេគឺមានច្រើនកន្លែងណាស់ហើយទើបខ្ញុំនិយាយដោយរួមគឺដកស្រង់នៅប្រភពកាត់ថ្មជាច្រើនកន្លែងដើម្បីយកមកឲ្យបងប្អូនបានយល់បានពិចារណាថានៅតំបន់ដែលមានការកសាងប្រាសាទហ្នឹងគឺតែងតែមានប្រភពថ្មមានចិត្តមានឆ្ងាយហើយទីកន្លែងនោះគឺវាមានច្រើនកន្លែងសប្តាហ៍ថ្ងៃមានទាំងនៅក្នុងប្រទេសកម្ពុជាយើងហើយមានទាំងនៅក្នុងប្រទេសថៃ
គឺប្រភពនៃការកាត់ថ្មរបស់បុព្វបុរសខ្មែរយើងគឺមានច្រើនកន្លែងឧទាហរណ៍ដូចជានៅសៀមរាបគឺលោកបានទៅកាត់នៅតំបន់ភ្នំគូលែនណានៅភ្នំគូលែនហើយនៅខេត្តនគររាជសីមាគឺប្រាង្គប្រាសាទដែលបានកសាងនៅទីនោះមានប្រាសាទជាច្រើនណាមិនមែនមានតែភីម៉ាយមួយទេមានប្រាសាទភីម៉ាយផងមានប្រាសាទផ្សេងទៀតខ្ញុំមិនបានរៀបរាប់អស់ទេគឺគេឃើញមានស្លាកស្នាមដែលបុព្វបុរសខ្មែរយើងបានទៅកាត់នៅភ្នំមួយនៃស្រុក CQ ដែលមានចម្ងាយប្រមាណជា112គីឡូម៉ែត្រពីតំបន់ប្រាសាទហ្នឹងបានន័យថាគឺជាចម្ងាយដែលឆ្ងាយមែនទែនក្នុងការកាត់ហើយដឹកជញ្ជូនថ្មពីទីនោះមកកសាងប្រាសាទភីម៉ាយហ្នឹងប៉ុន្តែសួរថាហេតុអ្វីបានជាភ្នំនៅតំបន់នោះវាមានច្រើនមហាសាលច្រើនសន្ធឹកសន្ធាប់បែរជាលោកទៅកាត់នៅចម្ងាយដ៏ឆ្ងាយហេតុផលទី1គឺភ្នំមានមែនប៉ុន្តែប្រភេទថ្មដែលលោកត្រូវការនោះគឺមិនមែនជាថ្មភក់ដែលលោកត្រូវការទេភ្នំមានច្រើនប៉ុន្តែប្រភេទថ្មដែលនៅនឹងភ្នំនោះគឺវាខុសគ្នាអញ្ចឹងថ្មដែលបុព្វបុរសខ្មែរយើងចាំបាច់ត្រូវការដើម្បីយកមកកសាងប្រាសាទដោយភាពរឹងមាំភាពល្អឥតខ្ចោះងាយស្រួលក្នុងការឆ្លាក់បុកបែររចនាផ្សេងគឺជាប្រភេទថ្មភក់គឺថ្មដែលវាមានភាពល្អិតខ្លាំងហើយពេលយើងឆ្លាក់គូកបែររចនាទៅគឺវា smooth វាស្អាតវាទន់ភ្លន់មើលទៅគឺវាស្អាតដូចយើងឃើញនៅតាមប្រាសាទផ្សេងអញ្ចឹងដូចជាអង្គរវត្តយើងជាដើមគឺគូកបែររចនាប្រៀបបីដូចជាថ្មមានជីវិតគឺវាទន់ភ្លន់និយាយទៅគឺវាអធិប្បាយអត់ត្រូវវាឥតខ្ចោះតែម្ដងអញ្ចឹងហើយភ្នំណាដែលមិនមានថ្មដែលលោកត្រូវការគឺលោកដើររំលងហើយគឺលោកទៅរកនៅប្រភេទថ្មដែលលោកត្រូវការគឺថ្មភក់នឹងឯងអញ្ចឹងថ្មភក់នៅឆ្ងាយដល់រាប់រយគីឡូក៏លោកត្រូវតែទៅកាត់ដែរដើម្បីយកអ្វីដែលជាគុណភាពហើយនឹងភាពល្អឥតខ្ចោះដែលលោកត្រូវការនឹងយកមកកសាងហើយតំបន់ CQ មកដល់នគររាជសីមានឹងគឺវាមានចម្ងាយឆ្ងាយមែនទែនបើយើងគិតសម័យបច្ចុប្បន្ននេះពីសៀមរាបទៅដល់បន្ទាយមានជ័យគឺផាកផែនហ្នឹងប៉ុន្តែលោកឆ្លាតត្រង់ថាបើសិនជាថ្មនោះមិនមែនជាតំបន់ដែលនៅក្បែរស្ទឹងឬក៏ប្រភពទឹកទេគឺលោកប្រហែលជាមិនកាត់ទេព្រោះថាការដឹកជញ្ជូនថ្មដ៏សំខាន់គឺប្រើស្ទឹងឬក៏ប្រភពទឹកដើម្បីងាយស្រួលដោយសារតែការដឹកជញ្ជូនថ្មគឺដាក់នៅលើផែដើម្បីបណ្ដែតទឹកយកមកតំបន់ដែលមានការកសាងប្រាសាទនឹងអញ្ចឹងប្រភពថ្មដែលបុព្វបុរសខ្មែរយើងកាត់យកមកកសាងប្រាសាទនៅក្នុងប្រទេសថៃសប្តាហ៍ថ្ងៃហ្នឹងគឺវាមាន4ប្រភពដែលខ្ញុំដឹងសប្តាហ៍ថ្ងៃនេះគឺទី1នៅក្នុងស្រុក CQ នៃខេត្តនគររាជសីមាដែលមានចម្ងាយប្រមាណជា112គីឡូម៉ែត្រមកតំបន់ប្រាសាទហ៊ិនភីម៉ាយភូមិនោះគឺនៅជាប់នឹងមាត់ទឹកជាប់នឹងស្ទឹងមួយដែលមានឈ្មោះថាស្ទឹងតាខងតាបែកណាខងតាបែកគឺឈ្មោះហ្នឹងគឺជាឈ្មោះរបស់ខ្មែរយើងណាខ្លងតាបែកខ្លងហ្នឹងគឺប្រែថាស្ទឹងអញ្ចឹងតាបែកហ្នឹងគឺតាបែកយើងហូបផ្លែហ្នឹងឯងណាគឺនៅតំបន់នោះវាមានភូមិនឹងឯងភូមិហ្នឹងគឺគេសន្និដ្ឋានថាគឺជាកំពង់ផែមួយសម្រាប់យកថ្មដែលកាត់មកពីទីទួលដែលខ្ពស់ហ្នឹងទៅចុះនៅកំពង់ផែហ្នឹងហើយឡើងផែនៅទីនោះដើម្បីបណ្ដែតទឹកឬក៏ដឹកជញ្ជូនតាមផ្លូវទឹកហ្នឹងតាមរយៈស្ទឹងដែលមានឈ្មោះថាស្ទឹងតាខងនឹងឯងទៅកាន់តំបន់ដែលមានការកសាងប្រាសាទផ្សេងនៅខេត្តនគររាជសីមាណាអានេះគឺទី1កន្លែងកាត់ថ្មមួយទៀតគឺនៅភូមិបានគ្រោះណាភូមិបានគ្រោះហ្នឹងគឺភាសាខ្មែរយើងគឺភូមិគ្រោះ
គឺនៅក្នុងខេត្តបុរីរាមដែលតំបន់នេះគឺវាមានចម្ងាយពីប្រាសាទភ្នំរូងប្រហែលជា36គីឡូម៉ែត្រណាអញ្ចឹងបានន័យថានៅភូមិគ្រោះនេះគឺជាតំបន់កាត់ថ្មដើម្បីយកទៅកសាងប្រាសាទភ្នំរូងហើយតំបន់មួយទៀតនៅតំបន់តាភយាហ្នឹងគឺចិត្តព្រំដែនខ្មែរយើងនៅព្រំដែនបឹងតគួននឹងឯងជាប់នឹងស្រកថ្មពួកអញ្ចឹងប្រភពថ្មដែលកាត់នៅតំបន់តាភយាហ្នឹងគឺដើម្បីយកទៅកសាងនៅប្រាសាទមួយចំនួនដែលនៅនឹងចង្កេះភ្នំដងរែកដូចជាប្រាសាទតាមុនតូចតាមុនធំប្រាសាទតាខ្វាយអីជាដើមណាអូខេនេះគឺ3ប្រភពហើយប្រភពមួយទៀតហ្នឹងគឺនៅចម្ងាយឆ្ងាយមែនតើណាគឺនៅប្រមាណជា560គីឡូម៉ែត្រទៅភាគខាងជើងនៃរាជធានីអង្គររបស់យើងគឺទីនោះហើយដែលខ្ញុំតែងតែធ្វើវីដេអូជាច្រើនទាក់ទងនឹងអតីតទីក្រុងមួយដែលខ្ញុំសង្ស័យថាគឺជាទីក្រុងមហិធរពុរៈដែលយើងតែងតែឃើញមាននៅក្នុងសិលាចារឹកប៉ុន្តែសិលាចារឹកនោះសរសេរថាព្រះបាទជ័យវរ្ម័នទី6គឺជាព្រះមហាក្សត្រដែលបានឡើងសោយរាជ្យនៅនគរមួយដែលមានឈ្មោះថាមហិធរពុរៈដែលនៅភាគខាងជើងនៃប្រទេសកម្ពុជាហើយឈ្មោះនេះយើងដឹងហើយប៉ុន្តែអ្នកសិក្សាស្រាវជ្រាវអ្នកប្រវត្តិវិទូភាគច្រើនហ្នឹងគឺមានការសន្និដ្ឋានខុសៗគ្នាព្រោះថាសិលាចារឹកហ្នឹងមិនបានបញ្ជាក់ថាទីក្រុងនេះគឺនៅទីនេះកន្លែងនេះនៅក្នុងផែនទីណាច្បាស់លាស់ទេគឺដឹងថានៅភាគខាងជើងភ្នំដងរែកចឹងហើយទើបមានការសន្និដ្ឋានទៅតាមភស្តុតាងដែលជាអ្វីដែលគេសំអាងសំខាន់នោះដូចជាប្រាសាទភ្នំរូងហ្នឹងគេចាត់ទុកថាវាជាទីក្រុងទីប្រជុំជនមួយហើយអញ្ចឹងវាទីនេះវាអាចជាទីក្រុងមហិធរពុរៈឬក៏យ៉ាងណាប៉ុន្តែការសិក្សាស្រាវជ្រាវឬក៏អ្នកប្រាវិទូមួយចំនួនធំគេសង្ស័យថាទីក្រុងនោះគឺជាទីក្រុងភិមាយសប្តាហ៍ថ្ងៃនេះឯងគឺជាទីក្រុងភិមាយដែលសប្តាហ៍ថ្ងៃគឺជានគររាជសីមាប៉ុន្តែនៅពេលដែលគេសិក្សារកនៅទិន្នន័យជាច្រើនទៀតទៅតាមសិលាចារឹកផងទៅតាមភស្តុតាងនៃរចនាសម្ព័ន្ធទីក្រុងផងទើបគេឃើញនៅទីក្រុងបុរាណមួយនៅខេត្តសកលនគរខេត្តសកលនគរនោះគឺវាមានចម្ងាយឆ្ងាយរហូតដល់560គីឡូម៉ែត្រពីអង្គរយើងទៅទិសខាងជើងត្រង់តែម្ដងគឺវាមានទាំងរចនាសម្ព័ន្ធកំផែងរាជធានីមានបារាយណ៍មានប្រាសាទជាច្រើនដូចជាប្រាសាទនរាយណ៍ជើងវែងប្រាសាទជើងជុំប្រាសាទដុំអីជាដើមហ្នឹងគឺវានៅក្នុងបរិវេណមួយហើយនឹងមានទួលបុរាណចំនួន7ទួលហ្នឹងហាក់ដូចជាមានការកសាងដោយបុព្វបុរសខ្មែរយើងហើយក៏មានប្រាសាទភូផែកនៅលើកំពូលភ្នំដែលខ្ពស់ជាងគេក្នុងប្រទេសថៃដែលមានកម្ពស់រហូតដល់520ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយនៅខាងក្រោមជើងភ្នំភូផែកហ្នឹងគឺមានប្រាសាទនិងរចនាសម្ព័ន្ធគ្រឹះប្រាសាទជាច្រើនដែលគេរកឃើញប៉ុន្តែមិនទាន់បានស្រាវជ្រាវឲ្យច្បាស់លាស់លម្អិតទេប៉ុន្តែយើងដឹងថាទីនោះគឺជារចនាសម្ព័ន្ធនៃទីក្រុងមួយដែលសប្តាហ៍ថ្ងៃក្រុមអ្នកស្រាវជ្រាវមួយក្រុមនេះដែលខ្ញុំតែងតែតាមដានពួកគាត់ដែលគាត់ស្រាវជ្រាវហ្នឹងគឺគាត់ជាអ្នកដែលមានជំនាញច្បាស់លាស់ណាមិនមែនចេះតែនិយាយឲ្យតែបាននេះគឺគាត់អ្នកខ្លះគាត់ជាអ្នកធរណីវិទ្យាអ្នកជំនាញតារាសាស្ត្រអ្នកបុរាណវិទ្យាអញ្ចឹងគាត់និយាយមកគឺគាត់មានអំណាងគាត់សិក្សាស្រាវជ្រាវច្បាស់លាស់ល្អិតល្អន់ណាស់ព្រោះថាអ្វីដែលគាត់ឃើញហ្នឹងគឺវាមានភាពសមហេតុសមផលច្រើនរឿងណាដែលយើងគួរជឿយើងត្រូវជឿណាប៉ុន្តែអ្នករឿងណាដែលមិនគួរជឿគឺវាមានច្រើនណាតែយើងត្រូវថ្លឹងថ្លែងមើលអញ្ចឹងហើយនៅតំបន់ដែលយើងសន្និដ្ឋានថាជានគរមហិធរពុរៈរបស់ព្រះបាទជ័យវរ្ម័នទី6នេះគឺគេកាត់ថ្មមកពីភ្នំនៅជើងភ្នំភូផានដែលមានចម្ងាយប្រមាណជា30គីឡូម៉ែត្រ
ពីអតីតទីក្រុងបុរាណមួយដែលគេបោះបង់ចោលសប្តាហ៍ថ្ងៃហើយឥឡូវនេះគឺคล้ายទៅជាទីរួមខេត្តសកលនគរនឹងឯងគឺវាមានចម្ងាយ30គីឡូម៉ែត្រពីតំបន់ប្រាសាទចឹងហើយទីនោះគឺគេអាចកាត់មកពីតំបន់ភ្នំភូផានហ្នឹងយកទៅកសាងប្រាសាទនារាយណ៍ជើងវែងហ្នឹងនារាយណ៍ជើងវែងប្រាសាទជើងជុំហើយនិងប្រាសាទកដុំអីជាដើមហ្នឹងចឹងហើយអានេះគឺជាអ្វីដែលខ្ញុំបានទទួលព័ត៌មានមកហើយនឹងផ្សព្វផ្សាយជូនបងប្អូនគឺយើងដឹងហើយថាប្រភពថ្មដែលកំពុងតែយើងដឹងព័ត៌មានច្បាស់ការហ្នឹងគឺមានរហូតដល់5កន្លែងហើយណានៅស្រុកថៃយើងរកឃើញ4នៅសៀមរាបយើងរកឃើញនៅភ្នំកលែនហើយភ្នំកលែននេះគឺប្រហែលជាមានច្រើនកន្លែងទៀតអញ្ចឹងតែយើងនិយាយដោយរួមទៅគឺភ្នំកលែនវាជាបរិវេណភ្នំកលែនតបីជាយកមកពីចំណុចណាក៏ដោយគឺយើងដឹងប្រភពហើយថាថ្មទាំងនោះអាចយកពីខាងកើតភ្នំកលែនខាងជើងខាងត្បូងឬខាងលិចយើងនិយាយរួមថាគឺជាថ្មដែលយកមកពីភ្នំកលែនទៅចោះណាអញ្ចឹងសម្រាប់ពេលនេះខ្ញុំសូមនិយាយត្រឹមតែប៉ុណ្ណេះសម្រាប់រឿងរ៉ាវដែលទាក់ទងនឹងប្រភពដែលបុព្វបុរសខ្មែរយើងបានទៅកាត់ថ្មយកមកកសាងប្រាសាទផ្សេងៗដែលប្រាសាទទាំងនោះមានទាំងនៅក្នុងស្រុកខ្មែរហើយទាំងក្នុងស្រុកសៀមអញ្ចឹងសម្រាប់រឿងរ៉ាវដែលខ្ញុំបាទអធិប្បាយនេះបាសការបានកម្រិតណាគឺសូមបងប្អូនផ្ដល់ជាមតិយោបល់ទៅចោះណាខមមិនមកខាងក្រោមមកកន្លែងណាដែលខ្វះខាតខ្ញុំនឹងបំពេញបន្ថែមហើយកន្លែងណាដែលគិតថាល្អក៏សូមជួយSubscribe ឬក៏លើកទឹកចិត្តខ្លះផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តស្រាវជ្រាវនិងធ្វើវីដេអូបន្តទៀតយកមកចែកជូនបងប្អូនទស្សនានិងស្ដាប់កម្សាន្តនៅពេលនេះខ្ញុំបាទសូមថ្លែងអំណរគុណសម្រាប់បងប្អូនទាំងអស់ទាំងមិនថាបងប្អូនខ្មែរយើងឬក៏បងប្អូនជនជាតិបរទេសផ្សេងៗទេគឺសូមឲ្យមានសុខភាពល្អនិងសេចក្តីសុខក្នុងសង្គមគ្រួសារហើយខ្ញុំបាទក៏សូមជម្រាបលា